លុយជាង$30,000ពីមុនទិញបានតែឡានមួយទឹកឬឡានចិនទេតែពេលនេះបានទាំង Ford ខ្លាញ់គោទៀតតើវាជាការពិតឬគ្រាន់តែជាការផ្សព្វផ្សាយពាណិជ្ជកម្ម Ford Territory តម្លៃត្រឹម$38,900តែប៉ុណ្ណោះនៅពេលបច្ចុប្បន្នមនុស្សជាច្រើនកំពុងតែឆ្ងល់ថាតើឡានតម្លៃប៉ុណ្ណឹងមានប្រព័ន្ធសុវត្ថិភាពឆ្លាតវៃអ្វីខ្លះពេញលេញដែរឬទេហើយកម្លាំងម៉ាស៊ីនរបស់វា1.5 EcoBoost វ៉ាដាច់ផ្លូវនៅស្រុកខ្មែរដល់កម្រិតណាវីដេអូមួយនេះនឹង review លាតត្រដាងការពិតទាំងអស់តោះតើមើលទាំងអស់គ្នារូបរាងខាងក្រៅបង្ហាញពីភាពស្វាហាប់គ្រាន់តែក្រឡេកមើលពីមុខភ្លាមគឺតាក់ទាញភ្នែកតែម្ដងជាមួយនឹងចង្កៀង LED ភ្លឺច្បាស់ដូចថ្ងៃចាំងដាច់ភ្នែកតែម្ដងអ្វីដែលកាន់តែពិសេសគឺមានសមត្ថភាពបើកបិទអូតូនិងទម្លាក់ហ្វាកូដដោយស្វ័យប្រវត្តិ Daytime Running Light រាងអក្សរ L design ថ្មីមើលទៅកាន់តែកាចកាន់តែតាក់ទាញប៉ុន្តែពណ៌ខ្មៅលាយពណ៌ស design ថ្មីស្រឡាងបង្កើតភាពប្រណិតនិងអំណាចពេលបើកបន់នៅលើដងផ្លូវផ្នែកចំហៀងនឹងខាងក្រោយធំនិងឆ្លាតវៃកម្ពស់ផុតពីដីពោះស្រឡះល្អបំផុតសម្រាប់ផ្លូវស្រុកយើងដែលមានលក្ខណៈរដេករដប់ឬទឹកលិចបន្តិចបន្តួចក៏គ្មានបញ្ហាអ្វីដែរចានកង់19អ៊ីងធំមាំធ្វើឲ្យឡានទាំងមូលមើលទៅមានតុល្យភាពនិងហាប់ណែន Stop ក្រោយ LED រាងស្ដើងទំនើបនិងកាន់តែច្បាស់ល្អ Sensor បំពាក់មករហូតដល់8គ្រាប់ទាំងមុខទាំងក្រោយជួយការពារការបុកប៉ះបានយ៉ាងល្អបំផុតអ្នកបើកថ្មីថ្មោងលែងភ័យរឿងថយប៉ះរបងទៀតហើយគូតក្រោយពិសេសខ្លាំងជាមួយនឹងមុខងារក្រវាសជើងបើកអូតូបើបងប្អូនកាន់អីវ៉ាន់ពេញដៃគ្រាន់តែក្រវាសជើងបន្តិចវានឹងបើកភ្លាមងាយស្រួលដូចមានអ្នកបម្រើផ្ទាល់ខ្លួនអញ្ចឹងចូលមកដល់ខាងក្នុងបងប្អូននឹងភ្លេចអស់ទុកកង្វល់ស្បែកពុកទុនរលោងជិះផ្លូវឆ្ងាយមិនចុកចង្កេះកៅអីជួរក្រោយគឺធំទូលាយខ្លាំងងាយស្រួលអង្គុយសណ្ដោកជើងបានតាមចិត្ត Panoramic Moonroof ដំបូលលើបើកបានធំទូលាយចង់មើលផ្កាយជាមួយនឹងសង្សារចិត្តខ្លួនក៏បានឬចង់ទទួលខ្យល់អាកាសធម្មជាតិក៏រឹតតែអែមម៉ាស៊ីនត្រជាក់ពីរតំបន់ចង់ខាងឆ្វេងក្តៅចង់ខាងស្ដាំត្រជាក់ក៏បានតាមចិត្តអ្នកជិះមិនបាច់ឆ្លោះគ្នាបច្ចេកវិទ្យានិងសុវត្ថិភាព Ford មិនដែលធ្វើឲ្យយើងខកចិត្តនោះទេអេក្រង់យក្ស12អ៊ិញធំច្បាស់បញ្ជាបានគ្រប់យ៉ាងមើលផែនទីក៏ស្រួលដែរ Wireless Charger កន្លែងសាកថ្មដែលអត់ខ្សែលេងរញ៉េរញ៉ៃជាមួយនឹងខ្សែសាកទៀតហើយកាមេរ៉ា360ដឺក្រេមើលមកជុំឡានច្បាស់ដូចថ្ងៃអញ្ចឹងបើកបរនៅក្នុងផ្លូវតូចចង្អៀតដោយទំនុកចិត្តប្រព័ន្ធជំនួយក្នុងការបើកបរបំពាក់មកពេញលេញតែម្ដងជួយឲ្យការធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ពស់តែម្ដងបើនិយាយទៅលើកម្លាំងម៉ាស៊ីននិងការបើកបរវិញម៉ាស៊ីននេះត្រូវបានបំពាក់ដោយម៉ាស៊ីនចំណោះ 1.8 លីត្រ EcoBoost តូចតែខ្លាំងកម្លាំងស្ទុះខ្លាំងស៊ីសាំងតិចសំឡេងស្ងាត់ល្អប្រអប់លេខជាប្រភេទប្រអប់លេខមូលទំនើបបំផុតមាន7លេខអូតូដែលអាចប្រើប្រាស់លេខដៃបានចូលអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះ Ford Territory ឆ្នាំ2026ស្នាដៃកូនខ្មែរមួយនេះសមនឹងទទួលបានមេដាយ5ឬក៏អត់ Comment មតិរបស់អ្នកនៅខាងក្រោមមកបើស្រឡាញ់ស្នាដៃខ្មែរកុំភ្លេចចុច Like និង Share ម្នាក់មួយផងដើម្បីឲ្យពិភពលោកបានឃើញពីសមត្ថភាពយើងចង់ដល់តម្លៃច្បាស់ឬចង់មកផ្ទះត្រៃផ្ទាល់តាក់ទងទៅ Ford Cambodia ទៅកុំចាំតែគេជិះពេញផ្លូវអត់បានទៅសួរគេណា